មិនសរសើរមិនបានហាងកាហ្វេបើកចំហមួយនេះមានភាពច្នៃប្រឌិតមែនទែនដែលគេមានធ្វើជាគូទឹកអាចឲ្យយើងអុំកាយៈលេងបានដោយមានកន្លែងអង្គុយច្រើនដាច់នៅតាមមាត់ទឹកហើយយើងអាចគយគន់មើលទេសភាពថ្ងៃលិចបានយ៉ាងស្រស់ស្អាតផងដែរហើយមិនត្រឹមតែមកអាចញ៉ាំកាហ្វេទេនៅកន្លែងហ្នឹងគាត់ក៏មានជាអាហារសម្រន់ fast food ក៏ដូចជាសាច់អាំងជាដើមមួយវិញទៀតក្មេងតូចបើបានមកលេងកន្លែងនេះពិតជាត្រូវឲ្យដោយសារតែមានសត្វចិញ្ចឹមសត្វផ្សេងគ្នានៅទីនោះផងដែរដែលមានទីតាំងនៅក្នុងក្រុងភ្នំពេញយើងទេបាទជំរាបសួរបងម៉ែបងប្អូនស្វាគមន៍មកកាន់ The Farm Cafe ខ្ញុំធ្លាប់មកលេងកន្លែងនេះម្ដងពីរដងដែរប៉ុន្តែឥឡូវនេះមានការអាប់ដេតថ្មីបន្ថែមអញ្ចឹងហើយបានខ្ញុំមកលេងម្ដងទៀតបង្ហាញបងប្អូនណាអញ្ចឹងមិនចូលខាងក្នុងយើងមកកំងភេសជ្ជៈក៏ដូចជាអាហារអីទុកញ៉ាំសិនអាយ៉ាឥឡូវកញ្ញាយើងកំពុងតែបញ្ចូលយុទ្ធសាស្ត្រដល់សត្វសេចាបងប្អូននិយាយលេងសត្វអីសត្វសេគាត់ស្អាតណាស់ហើយមានទាំងសត្វប្លែកនេះវិញគេហៅថាកប្រកហ្វ្រង់កន្លែងគាត់បើកចំហមានដើមឈើធំអញ្ចឹងទៅរៀងធំដែរបងប្អូនគាត់រៀបចំធ្វើដូចជាកសិដ្ឋានមួយអញ្ចឹងណាហើយនៅកណ្ដាលហ្នឹងគាត់ធ្វើដូចជាកូនកោះដែលមានឈ្មោះថាកោះស្នេហ៍អញ្ចឹងទៅមានគូទឹកព័ទ្ធជុំវិញតែបងប្អូនអាចជិះទូកលេងបានកំសាន្តសប្បាយនៅកន្លែងនោះកន្លែងអង្គុយគាត់មានទាំងក្នុងតង់ក្រៅតង់អញ្ចឹងទៅក្រោមដើមឈើក្រោមអីណាបងប្អូនរៀងប្លែកម្យ៉ាងដែរមកលេងកន្លែងនេះមានអារម្មណ៍ថាសាឡាមុខសាឡាមាត់ហើយក៏មានជាប្លង់ថតរូបឲ្យបងប្អូនអាចថតរូបបានមកសប្បាយផងដែរឥឡូវនេះខ្ញុំចង់មកជិះទូកលេងសិនលក្ខណៈជិះទូកកាយៈដែរមកកាយៈហ្នឹងយើងអាចជិះបានពី2ទៅ3នាក់ខាងឆ្វេងដៃហ្នឹងគាត់មានដាំជារោងបន្លែដែរអញ្ចឹងណាបងប្អូនហើយនិយាយថាផ្លែស្វាយពេញផ្លែតែម្ដងគ្រប់កន្លែងហ្មងតែស្វាយនេះគឺគាត់លក់អញ្ចឹងណាបងប្អូនអាចទិញញ៉ាំនៅនឹងបានហាងកាហ្វេពីមុខគាត់ធ្វើដូចបែបជប៉ុនអញ្ចឹងដែលមានដាំអូលីវដែលមានអាយុពាន់ឆ្នាំដែលមានតម្លៃថ្លៃនឹកស្មានមិនដល់គេ 100000 ណាបងប្អូនគាត់មានចំមាន់ចំទាកងានអីប្រឡែងដើរពេញនឹងតែម្ដងនិយាយទៅបែបដូចជាកសិដ្ឋានកូនកសិដ្ឋានតូចមួយអញ្ចឹងហើយកន្លែងអង្គុយវិញមានច្រើនបែបច្រើនយ៉ាងមាននៅក្នុងតង់មានដូចជាកញ្ចុះអាស័យកញ្ចុះអីអញ្ចឹងទៅក្រោមដើមឈើម្លប់ណាឥឡូវនេះគ្រឿងកាហ្វេបានមកដល់ហើយសិតសឹងតែជាមុខម្នួយថ្មីជាពិសេសឥឡូវនេះគេមាន promotion ទិញ3ថែម1ទិញ5ថែម2កែវហើយសម្រាប់មុខម្ហូបគ្រប់មុខហ្មងគាត់មានបញ្ចុះតម្លៃ 10% ដូចគ្នាហើយគាត់មាន promotion មួយទៀតសម្រាប់ស្រាបៀរហនុមានទិញ2ថែម1ចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី10ខែមេសានិយាយថាកន្លែងអង្គុយគាត់មានកន្លែងចង់រឹងចង់អីអញ្ចឹងយើងអាចមកអង្គុយញ៉ាំអីមកស្រឡាញ់បាទចង់គេងចង់អីបានមកតាមចិត្តនិយាយឡើងយើងអាចគយគន់មើលថ្ងៃរៀបលេខដ៏ស្រស់ស្អាតផងដែរជាពិសេសនៅពេលដែលយើងជិះទូកពេលល្ងាចណាបងប្អូននិយាយទៅទេសភាពស្អាតខ្លាំងមែនទែនតែម្ដងនិយាយទៅស្មុគស្មាញពីការងារអីចេញពីការងារមកអាចមកអង្គុយលេងលំហែអារម្មណ៍នៅទីនេះបានពេលព្រឹកពេលល្ងាចអីហ្នឹងគឺថាត្រជាក់ល្អសម្រាប់ទីតាំងងាយស្រួលរកទេនៅនឹងលើដងផ្លូវវិថីឈ្នះចាញ់ខ្ញុំតម្លាក់ទីតាំង Google Map នៅក្នុង comment ខាងក្រោមឲ្យហាងកាហ្វេគាត់នៅពេលដែលល្ងាចយប់អីអញ្ចឹងគាត់បើកភ្លើងមកកាន់តែស្អាតមានបាញ់ផ្សែងបាញ់អីខ្លះដែរណាបងប្អូនហើយប្លង់ថតរូបវិញច្រើនណាចង់ដើរថតកន្លែងណាក៏បានដែរកន្លែងអង្គុយក៏មានច្រើនដូចគ្នាដែរសង្កេតឃើញថាមានភ្ញៀវមកលេងច្រើននៅហ្នឹងមកលក្ខណៈជាគ្រួសារជាក្រុមតែម្ដងបងប្អូនបាទតែបើយើងបានមកជាមួយនឹងគ្រួសារបាទមកជាមួយនឹងមិត្តភក្តិឬក៏ដៃគូរបស់យើងក៏បានកន្លែងគាត់ក៏មានរៀបចំសម្រាប់កន្លែងកូនក្មេងដែរបងប្អូនបាទកូនក្មេងតូចអាចមកលេងកន្លែងនេះបានមាន playground សម្រាប់កូនក្មេងតូចហើយនិយាយថាសម្រាប់ដើមឈើដូចជាដើមឈើឡូហានសុងដើមអូលីវដើមអីហ្នឹងគាត់ក៏លក់ដូចគ្នាដែរបងប្អូនចង់បានអាចតាក់ទងទៅកន្លែងគាត់បានណាគាត់មានលក់ដើមផ្កាកូនរុក្ខជាតិអីតូចធំច្រើនហើយនៅហាងកាហ្វេគេនេះគេក៏មានជារោងធំមួយដែរដែលបងប្អូនអាចធ្វើជាខួបអាពាហ៍ពិពាហ៍កម្មវិធីខួបកំណើតកម្មវិធីជួបជុំអីផ្សេងបានអាចតាក់ទងទៅតាម page និងលេខទូរស័ព្ទខាងលើនេះបានហើយឲ្យទៅបានមកលេងកន្លែងគាត់ហ្នឹងគឺភាគចាំគឺខ្ញុំកំងញ៉ាំភីហ្សាព្រោះថាឆ្ងាញ់ហើយក៏មានជាម្ហូបកំងក៏ដូចជាសាច់អាំងអីផងដែរបាទសាច់អាំងបែបនេះមានគ្រឿងសមុទ្រមួយចានសាច់គោមួយចាននិងបន្លែផងដែរងាយយប់ពេលដែលគាត់បើកភ្លើងមកក៏ស្អាតមួយយ៉ាងដែរបងប្អូនអាចមកអង្គុយញ៉ាំសាច់អាំងអីអញ្ចឹងទៅឈឺគឺថាត្រូវមែនតែនសប្បាយមកលេងកន្លែងនេះហ่าតួកន្លែងគាត់មានការផ្ដល់ជូនពិសេសបាទកុំភ្លេចមកលេងទាំងអស់គ្នាណាគឺចាប់ពីថ្ងៃហ្នឹងទៅរហូតដល់ថ្ងៃទី10បាទអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ចាំជួបគ្នានៅវីដេអូថ្មីទៀតជម្រាបលា